បាទបងប្អូនសូមទស្សនាការប្រកួតរបស់កីឡាករធឿនធីរ៉ាបងប្អូនបាទចូលដល់ទឹកទី1ហើយបាទចូលមកដល់អោបគ្នាស្វាគមន៍មួយសិនបាទមុនវាយគ្នាត្រូវអោបគ្នាសិនបាទចូលមកភ្លាមហក់តូតហក់លោតកប់ជើងឆ្វេងរបស់កីឡាករស្បែកខ្មៅបាទងុនធ្ងន់ទៅលើកីឡាករធឿនធីរ៉ាបងប្អូនបាទធឿនធីរ៉ាមិនទាន់ចេញអាវុធទេបាទបាត់ដៃស្ដាំរបស់កីឡាករស្បែកខ្មៅបាទថែមមួយជើងទៀតបាទធឿនធីរ៉ាមិនទាន់ចេញអាវុធទេបាទម៉ាត់ឆ្វេងបាទខៅឆ្វេងសងវិញបាទថែមម្ដាយទៀតរបស់កីឡាករធឿនធីរ៉ាបាទកាប់ឆ្វេងរបស់កីឡាករស្បែកខ្មៅខុសកែងរបស់កីឡាករធឿនធីរ៉ាបាទកែងរបស់ធឿនធីរ៉ាទៀតកែងស្ដាំសងរបស់កីឡាករស្បែកខ្មៅបាទចូលពីកីឡាករស្បែកខ្មៅបាទម៉ាត់ឆ្វេងម្ដាយរបស់កីឡាករស្បែកខ្មៅតែខុសហើយបាទតែមួយកែងទៀតបាទចាក់ជង្គង់ស្ដាំមួយចាក់ជង្គង់ស្ដាំមួយទៀតបញ្ញាក្រាមបែកបាទលូតកាប់ចាន់ឆ្វេងមួយកីឡាករបង្គោលខៀវបងប្អូនបាទអោបចាក់ជង្គង់ពីកីឡាករបង្គោលខៀវបាទបញ្ញាក្រាមបែកបាទតើធឿនធីរ៉ាយើងហូបបានបងប្អូនមើលទៅបាទដើរចូលពីកីឡាករបង្គោលខៀវបាទម៉ាត់ម្ដាយរបស់កីឡាករបង្គោលខៀវបាទអោបកាច់ដួលព្រុសតែម្ដងបាទកីឡាករបង្គោលខៀវមានអារម្មណ៍ថាគាត់កម្លាំងខ្លាំងដូចដំរីសាបងប្អូនបាទចូលពីកីឡាករបង្គោលខៀវបាទហៅជួយស្ដាំបាទអត់ត្រូវទេបងប្អូនបាទកាប់មួយកែងទៀតកាប់ខ្យល់បាទញ៉ាក្រាមបែកបាទទិរាពុំសឡឹងអកន្លែងហូបបាទកាប់ឆ្វេងមួយជើងមកកីឡាករបង្គោលខៀវបាទកាប់ឆ្វេងមួយជើងទៀតបាទអោបបាទលើកជើងទល់បងប្អូនបាទញ៉ាក្រាមបែកបាទញ៉ាក្រាមបែកទាញមកកណ្ដាលសង្វៀនឲ្យប្រកួតបន្តបងប្អូនបាទដើរចូលពីកីឡាករបង្គោលខៀវបាទខៅឆ្វេងខុសម៉ាត់ស្ដាំពីកីឡាករបង្គោលខៀវឡើងជង្គង់ស្ដាំមកជង្គង់ទៀតចាប់កាច់លើកជើងទល់បាទខ្ទាស់ចាស់បាទមានអារម្មណ៍ថាកីឡាករបង្គោលខៀវគាត់កម្លាំងល្អមែនទែនបាទកាប់ឆ្វេងមួយជើងមកកីឡាករបង្គោលខៀវបោបចាក់ជង្គង់ស្ដាំមកជង្គង់ទៀតបាទញ៉ាក្រាមបែកបាទចុងទឹកទី1ដែរបងប្អូនបាទខៅឆ្វេងអូមកចំវិញនឹងអត់ខុសបងបាទម្ដាយនេះបាទខៅស្ដាំមកកីឡាករបង្គោលខៀវបាទចប់ទឹកទី1បាទចូលដល់ទឹកទី2បាទទឹក2បាទយធឿនធីរ៉ាហូបហើយបងប្អូនបាទចូលដល់ទឹកទី2បាទចូលពីកីឡាករបង្គោលខៀវបាទហៅឆ្វេងក្បាលពុះទឹកម្ដាយបាទអោបលើកបាទបោកភីងបាទបោកនឹងកែបអញ្ចឹងបាទញ៉ាក្រាប្រហែលជាពុំមានទេបាទថាគុណខ្មែរអត់លេងចាប់បោកអញ្ចឹងទេបាទអាងកម្លាំងតែម្ដងបាទកីឡាករបង្គោលខៀវនេះបាទយកបាត់កាប់មួយជើងធាក់ទល់ពីកីឡាករបង្គោលខៀវបាទតាមវាយមួយកែងទៀតបាទញ៉ាក្រាបែកបាទមើលទៅកីឡាករបង្គោលខៀវនេះកម្លាំងគាត់គឺល្អមែនតើបងប្អូនបាទទាត់ស្ដាំមួយជើងលោតកាប់ចានឆ្វេងមួយជើងទៀតបាទអោបរុះកែងទៀតបាទចាក់យងស្ដាំនេះមកជង្គង់របស់កីឡាករបង្គោលខៀវសងវិញមានកីឡាករធឿនធីរ៉ាមកជង្គង់បាទញ៉ាក្រាអូសមកកណ្ដាលសង្វៀនធ្វើការប្រកួតបន្តបាទទាត់ស្ដាំស្រាលមួយជើងទៅលើកីឡាករធឿនធីរ៉ាបាទខៅឆ្វេងម្ដាយទៀតបាទមើលទៅកីឡាករបង្គោលខៀវដូចអត់មានញញើតកីឡាករធឿនធីរ៉ាយើងទេបងប្អូនបាទអោបចាក់ជង្គង់ឆ្វេងចាក់ជង្គង់ស្ដាំសពីកីឡាករបង្គោលខៀវចាក់ជង្គង់ឆ្វេងថែមទៀតវត្តមួយកែងពីកីឡាករធឿនធីរ៉ាម៉ាត់ម្ដាយបាទដួលទាំងពីរមកទៅលើតាពីរបាទគេអញ្ញាក្រាបំបែកបាទងើបលឿនដូចគ្នាបាទទល់មួយកែងបាទបុកកណោតដល់បុកត្រូវប្រឆិតបន្តិចបងប្អូនបាទ
បាទដល់ចូលពីកីឡាករឃើញរាខៅឆ្វេងម្ដាយសងឆ្វេងមកវិញបាទគាត់ឆ្វេងមកជើងពីកីឡាករបង្គោលខៀវយកបាទចាប់គ្រាជួយណាចេញមុនបាទជង្គង់កីឡាករធឺរ៉ាបាទដួលទាំងពីរបាទកីឡាករអញ្ញាកដាមបែកបងប្អូនបាទអញ្ញាកដាមបែកបាទដល់ចូលពីធឺរ៉ាម៉ាត់ខ្វាក់ស្ដាំម្ដាយបងប្អូនបាទចាក់ជង្គង់ស្ដាំពីកីឡាករធឺរ៉ាចាក់ជង្គង់ស្ដាំសងវិញកីឡាករបង្គោលខៀវខៅឆ្វេងម្ដាយទៀតពីកីឡាករធឺរ៉ាកាច់គ្រាចូលឡើងបាទអញ្ញាកដាមបែកបាទដល់ចូលពីកីឡាករធឺរ៉ាបាទគាត់ឆ្វេងមកជើងកីឡាករបង្គោលខៀវហៅស្ដាំសងវិញពីកីឡាករធឺរ៉ាបាត់ម៉ាត់ស្ដាំដៃអោបគ្រារុះកាយកីឡាករធឺរ៉ាបាទចប់ទឹកទី2បាទចូលដល់ទឹកទី3បងប្អូនបាទទស្សនាទឹកទី3ដែលជាទឹកប្រាច់កងបងប្អូនបាទអោបស្វាគមន៍គ្នាមួយសិនបាទដល់ចូលពីកីឡាករបង្គោលខៀវបាទកាប់ឆ្វេងមួយជើងពីកីឡាករបង្គោលខៀវបាទសងស្ដាំមួយជើងវិញបាទអូប៉ះបាំងបងប្អូនអើកុំឲ្យគេចង់កហ្មងបាទគាត់ឆ្វេងពីកីឡាករធឺរ៉ាសងស្ដាំវិញចូលមកដៃបាទអូបាទកីឡាករបង្គោលខៀវមានអារម្មណ៍ថាកម្លាំងគាត់នៅពេញល្អបងប្អូនបាទធាក់ទល់ពីកីឡាករបង្គោលខៀវម៉ាត់ស្ដាំបាទម៉ាត់ខ្យល់បាទខុសស្មើនឹងអត់ត្រូវបាទបាទម្ដាយបាយចេញអស់បងប្អូនបើមិនចំគោលដៅវិញបាទគឺមិននៅទេបាទប្រឡែងមកអស់រៀងខ្លួនបាទម៉ាត់ស្ដាំពីកីឡាករបង្គោលខៀវត្រូវកីឡាករធឺរ៉ាខៅកាត់ម្ដាយមកវិញបាទលូនត្រវាំមកជើងបាទធឺរ៉ាក៏ថាល្អិលអូនអត់មានអីទៅដួលស្រួលទេបាទអញ្ញាកដាបំបែកបាទអត់មកកដាតាពីដើម្បីប្រកួតបន្តបាទញាក់ពីកីឡាករធឺរ៉ាកាប់ឆ្វេងមកជើងកីឡាករបង្គោលខៀវគាត់ស្ដាំមកជើងកីឡាករបង្គោលខៀវខៅស្ដាំម្ដាយខៅម្ដាយទៀតបាទក្រាញទៅមកបាទអ្នកកដាបំបែកបាទអ្នកកដាឲ្យធ្វើការប្រកួតបន្តជិតចប់ទឹកដែរបងប្អូនបាទដល់សល់1នាទីជាងបាទលោតចូលខៅឆ្វេងម្ដាយកីឡាករធឺរ៉ាកាត់ជង្គង់កីឡាករបង្គោលខៀវជង្គង់កីឡាករបង្គោលខៀវបាទកាច់ដួលពីកីឡាករធឺរ៉ាបាទលូតធាក់មកជើងកណ្ដាលមុខហៅឆ្វេងម្ដាយទៀតខែមស្ដាំម្ដាយទៀតពីកីឡាករធឺរ៉ាបាទទៅមកកំ play តែម្ដងបាទមានដៃមានជើងបាទហៅស្ដាំម្ដាយពីកីឡាករបង្គោលខៀវបុកកែងបាទលឹបផុតតាន់បាទអូអត់ទេពីក្រោយគាត់លេងទេបាទអត់លេងទេបាទនាទីឃើញថាឲ្យខ្លីហើយសល់30នាទីវិនាទីចុងក្រោយបងប្អូនមកដៃស្ដាំកីឡាករធឺរ៉ាបាទរយៈមកដៃចូលថែមទៀតបាទគាត់ឆ្វេងមួយជើងពីកីឡាករបង្គោលខៀវខៅឆ្វេងម្ដាយពីកីឡាករធឺរ៉ាបូឡើងទាញបាទឡើយទាញបាទចង់ដោយតាមដៃបាទបុកកែងបាទកីឡាករធឺរ៉ាគាត់ងាកបន្តិចផុតបាទចប់ទឹកទី3ប្រកាសលទ្ធផលជាផ្លូវការជាមួយលទ្ធផលដែលបានទៅលើកីឡាកររូបណាបាទកីឡាករបង្គោលក្រហមធឿនធីរ៉ាបាទជាជំនះបានទៅលើកីឡាករធឿនធីរ៉ា